នេះជាលទ្ធផលនេះតួលេខពិតប្រាកដនេះតួលេខម៉ោងហ្នឹងថ្ងៃហ្នឹងមែនទេយើងនៅសល់54គម្រោងទៀតដោយអត់ដល់បាក់មានភាសាណា54គម្រោងមានទទួលលេខទេប៉ុន្តែជាគោលការណ៍ហ្នឹងយើងដឹងថាត្រូវធ្វើម៉េចហើយយើងកំពុងតែអនុវត្តកំពុងតែប្រជុំមានតិធីរបស់សរដីត្រូវធ្វើផងបាទយើងធ្វើរហូតបាទយើងធ្វើរហូតហើយការងារបន្តនោះទី1យើងបំពេញច្បាប់ឲ្យគាត់បរិយមួយហ្នឹងព្រោះបរិយដែលមានបញ្ហាប្រយោជន៍អត់ច្បាប់អញ្ចឹងបងប្អូនមិនអាចទៅរស់នៅដោយបរិយហ្នឹងអត់មានច្បាប់ទេយើងត្រូវរៀបចំឲ្យគាត់ពីព្រោះយើងត្រូវសម្រេចបំណងរបស់ឯកឧត្តមឧបៈណាកសាងទ្រនំសុភមង្គលនិងភូមិឋានខ្សេមសានវាមិនអាចខ្សេមសានទេបើកន្លែងនៅមិនទាន់ស្របច្បាប់អញ្ចឹងរៀបចំច្បាប់ឲ្យគាត់ទី2កន្លែងណាដែលត្រូវប្រហើយហេដ្ឋារចនាសម្ព័ន្ធត្រូវពុះពៀធ្វើបំពេញហេដ្ឋារចនាសម្ព័ន្ធនឹងផ្លូវសំខាន់ជាងគេបាទផ្លូវតទឹកតភ្លើងចូលទី3ឯកឧត្តមឧបៈដាក់ចិត្តដាក់កាយខ្លាំងជាងគេគឺការខិតខំបញ្ចុះអត្រាការប្រាក់សម្រាប់កម្ចីលំនៅឋាននឹងលោកធ្វើរាល់ថ្ងៃផឹងដើរចរចាជាមួយធនាគារសម្របរួលជាមួយសមាគមធនាគារសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលោកធ្វើរាល់ថ្ងៃធ្វើម៉េចកុំឲ្យអ្នកខ្ចីលុយទិញផ្ទះហ្នឹងអត្រាការប្រាក់ខ្ពស់ពេកអញ្ចឹងផឹងបញ្ចុះឥឡូវឮថាដល់6%ហើយលោកចង់ឲ្យចុះទៀតឲ្យចុះក្រោម6%ហ្នឹងទៀតដើម្បីអីដើម្បីឲ្យនៅផ្ទះហ្នឹងកុំឲ្យផិតភ័យតិចដល់ខែបងលុយដល់ខែបងផងបាទអញ្ចឹងវាលេងសុភមង្គលបាទបើដល់ខែងាកទៅរឿងបងផ្ទះហើយបើការវាតិចទៅបងឆាប់ចប់ទៅវាស្រួលបាទចុងក្រោយគឺយើងក៏គិតត្រូវរឿងបង្ការដែរបាទយើងមិនអាចឲ្យរឿងនឹងកើតឡើងវិញទេបាទជាជំរើសនយោបាយបើយើងដាក់វិធានតឹងពេកវាប្រឆាំងនឹងការវិនិយោគបើយើងដាក់វិធានធូរពេកការវិនិយោគនោះវាផ្ដេសផ្ដាស់អញ្ចឹងយើងថ្លឹងអានឹងឲ្យឃើញតែយើងដាក់វិធានតឹងពេកបានតែគេនឹងស្រុកស្វីសស្រុកអីទេគេសម្បូរអ្នកវិនិយោគចូលទៅអានឹងគេតឹងមិនក៏បានដែរប៉ុន្តែយើងត្រូវថ្លឹងអាបន្លោះហ្នឹងប៉ុន្តែបើយើងធូរពេកកន្លងមកយើងរៀងធូរបន្តិចហើយបាទវិធាននឹងរៀងធូរតិចហើយអ្នកអភិវឌ្ឍហ្នឹងចង់ធ្វើអីក៏បានដែរបើចង់ធ្វើអីក៏បានផលប៉ះពាល់ពេលដែលមានសភាពការអញ្ចឹងផលប៉ះពាល់ច្រើនអញ្ចឹងកុំគិតអំពីសមត្ថកិច្ចរបស់ក្រសួងស្ថាប័នដទៃបើគិតពីសមត្ថកិច្ចរបស់ក្រសួងស្ថាប័នក្រសួងយើងក្នុងនាមជាស្ថាប័នសុយោដីតើយើងអាចធ្វើអីបានខ្ញុំគិតថាសំណងទៅប៉ុន្តែបើជាគម្រោងដីឡូនិងគម្រោងបូរីឬក៏ខុនដូត្រូវតែយកចិត្តទុកដាក់លើច្បាប់ទម្លាប់បើយើងអត់យកចិត្តទុកដាក់ទេយើងចាំអង្គុយបកផ្សែងហើយមានគម្រោងដីឡូមានគម្រោងនៅឋានជាលក្ខណៈបរិយត្រូវតែទៅសួររោច្បាប់ព្រោះបន្តិចទៀតគាត់លក់ហើយគាត់លក់នឹងលក់ទាំងអត់ច្បាប់នឹងមិនដឹងថាដីនឹងរបស់គាត់ហើយរបស់គេទេអញ្ចឹងបរិយទាំងអស់បើវាមានច្បាប់មុនណាក៏វាធូរដែរថាដីនឹងរបស់ពីណាវាមិនអាចឲ្យលុយគេមិនទាន់គ្រប់ផងទៅធ្វើផ្ទះហើយទៅលក់ឲ្យទៅពីពេញទៅនឹងកើតទេអញ្ចឹងប្រជាពលរដ្ឋលោកទ្រាំមិនបានទេលោកស្ដីឲ្យយើងកាលពីមុនវិបត្តិនោះយើងសបាយនឹងសេដ្ឋកិច្ចពេកអញ្ចឹងប្រហែលជាវាជាឱកាសដែលយើងត្រូវរៀនសូត្រផងដែរហើយប្រហែលជានៅពេលដែលត្រូវបានយកមកប្របែកបរិយឬក៏ខុនដូណានៅពេលដែលត្រូវយកមកប្របែកអាប្របែកនឹងមិនគួរយកទៅប្រគល់ឲ្យ
ម្ចាស់បរិយឬក៏ម្ចាស់កណ្ដោគួរតែទុកនៅសល់ដីតែម្ដងវាជារឿងមិនត្រឹមត្រូវទេដែលយកបានប្របែកយកទៅដាក់ធនាគារនៅពេលដែលអាបានហ្នឹងគ្រងលក់ឲ្យប្រជាជនដាក់ផ្លាកលក់ឲ្យប្រជាជនធ្វើពាណិជ្ជកម្មលក់ឲ្យប្រជាជនព្រោះយើងអត់ដឹងថាម្ចាស់បរិយនឹងខ្សែធនមិនផងពីណាទាយដឹងអញ្ចឹងបើគាត់ប្រងលក់ឲ្យប្រជាជនហើយពេលដែលប្របែកបានហ្នឹងអត់មានយោតនានេះគឺទុកតម្កល់នៅពេលដែលមានកិច្ចសញ្ញាទិញលក់បើសិនជាគាត់បងផ្ដាច់កាត់ឈ្មោះឲ្យទៅតែមកហើយបើគាត់បងមលួសដាក់បន្ទុកធនាគារណាដាក់បន្ទុកឲ្យគាត់ហើយធនាគារនឹងចង់យកទៅគ្រប់គ្រងបានហ្នឹងក៏យកទៅហើយមិនចង់គ្រប់គ្រងទេទុកនៅនឹងសួរដីក៏ទុកទៅព្រោះមែនតើបានវាគ្រាន់តែរបស់សម្គាល់ទេទុកនៅណាក៏វាអត់មានប្រែប្រួលដែរពាក់ព័ន្ធកម្មសិទ្ធិប៉ុន្តែកាលណាយើងយកបដ ாய் ឲ្យម្ចាស់យកទៅយកបានដែលតាមពិតវាមិនមែនជារបស់គាត់ផងហ្នឹងណាព្រោះគាត់លក់ឲ្យគេហើយយកទៅដាក់ហ្នឹងវាបង្កើតរឿងសម្បើមតែម្ដងខ្ញុំយល់ថាអញ្ចឹងមួយជំហានទៀតប្រហែលជាយើងត្រូវគិតគូរបែបនេះដើម្បីកុំឲ្យយើងអង្គុយដោះស្រាយបញ្ហា